Mày bắt cháu đi nhầm o lên. Chào mày. Nhầm bên lối nào. សំលេងត្រហោយំស្រែកពីម្ចាស់តូបក៏ដូចជាគាត់រស់នៅទីតាំងដីឡូមួយកន្លែងនេះគឺកំពុងមានការផិតភ័យក៏ដូចជាមានការស្លន់ស្លោមែនតែនបាទឥឡូវហុយផ្សែងខ្លាំងបងប្អូនបាទផ្ទះនៅជិតនឹងហើយមានឡានទៀតបងប្អូននោះមានឡានឥឡូវកំពុងតែទាញទៅយកបាច់ទៅកន្លែងនោះមានឡានមានក្បាលឡានបងប្អូនបាទហើយនេះមានតូបមានផ្ទះជាលក្ខណៈតូបគាត់សង់ជាខ្ទមអញ្ចឹងណាបងប្អូននេះសង់ជាខ្ទមឥឡូវនេះមានឡានណាបងប្អូនមានក្បាលឡានទៀតយើងអត់ទាន់ដឹងថាយ៉ាងម៉េចទេយ៉ាងណាលោកសមត្ថកិច្ចបាទនៃអធិការនគរបាលខណ្ឌសែនសុខគឺបានចុះធ្វើការអន្តរាគមន៍ទាន់ពេលវេលាតែទីតាំងកន្លែងកើតហេតុនេះគឺស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញបងប្អូនបាទអូមានម៉ូតូទេបាទនៅខ្សោយថាក្រងឆ្អឹងម៉ូតូបាត់ហើយហ្នឹងបងប្អូនបាទឥឡូវមន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចនគរបាលខណ្ឌសែនសុខក៏ដូចជាមន្ត្រីសមត្ថកិច្ចបាទផ្នែកបង្ការនិងប្រតិគិភ័យក៏ដូចជាខាងបងកំពុងតែធ្វើការបាញ់ពន្លត់នៅអគ្គិភ័យដែលបានកើតឡើងនេះយ៉ាងណាកម្លាំងសមត្ថកិច្ចដូចជាអាចគ្រប់គ្រងស្ថានភាពបានហើយបាទដំបូងយើងទទួលបានថាការឆាបឆេះនេះគឺឆេះពីព្រៃទេបាទព្រៃឆេះស្មៅឆេះអីចឹងណាតែដោយសារតែការឆាបឆេះហ្នឹងគឺវាឆេះកន្លែងដែលមានស្មៅស្ដុកក៏ដូចជាព្រៃស្ដុកបងប្អូនព្រៃស្ដុកទៅក៏ធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះបន្តជាបន្ទាប់ដល់រៀលដាលមកដល់ទីតាំងដែលមានការរស់នៅពីបងប្អូនដែលគាត់រស់នៅសង់ជាខ្ទមបងប្អូនបាទសង់ជាខ្ទមមានម៉ូតូមានឡានតែឡានហ្នឹងយើងមើលទៅដូចជាមានតាក្បាលឡានទេបងប្អូនយ៉ាងណាហេតុការណ៍ដែលកើតឡើងក៏ដូចជាអគ្គិភ័យដែលបានកើតឡើងនេះគឺសមត្ថកិច្ចបង្ការនិងពលរដ្ឋអគ្គិភ័យគឺមកដល់តាន់ពេលវេលាដើម្បីធ្វើការទប់ស្កាត់ក៏ដូចជាអន្តរាគមន៍បាទនៅក្នុងហេតុការណ៍ដែលបានកើតឡើងយ៉ាងណាភ្លើងបានថមថយហើយក៏ដូចជាភ្លើងក៏ដូចជាយើងមើលឲ្យបងប្អូនគឺនៅសារតែផ្សែងទេផ្សែងខ្មួខ្មាញ់ខ្លាំងមែនតើបន្ទាប់ពីបាញ់ទឹកបលូតទៅយ៉ាងណាអគ្គិភ័យដែលបានកើតឡើងក៏ដូចជាការឆាបឆេះយ៉ាងសន្ធោសន្ធៅនេះយើងអត់ទាន់ដឹងថាបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេបងប្អូន